បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងមកជជែកគ្នាបន្តិចអំពីការឲ្យបុគ្គលិកខ្ចីណាបាទចំពោះបុគ្គលិកខ្ចីអឺមែនតើទៅយើងគួរតែឲ្យគាត់ខ្ចីនៅក្នុងករណីចាំបាច់បាទក្នុងករណីចាំបាច់ចំណាយបន្ទាន់អីចឹងណាបើសិនតែខ្ចី10រៀល20រៀលការចាយវាប្រចាំថ្ងៃហ្នឹងប្រហែលជាអាចនឹងបង្កើតការងារសម្រាប់គណនេយ្យនឹងច្រើនកត់លុយខ្ចីបាទមួយថ្ងៃខ្ចី5រៀល10រៀលមួយថ្ងៃខ្ចី3 5រៀល10រៀលអញ្ចឹងប្រតិបត្តិការហ្នឹងគឺវាច្រើនមែនតើអញ្ចឹងគួរតែ limit បាទហើយជាទូទៅក្រុមហ៊ុនគឺមិនសូវជាឲ្យបុគ្គលិកខ្ចីបានទេនិយាយទៅគួរតែឲ្យខ្ចីតែក្នុងករណីគាត់មានដូចថាចំណាយរៀងធំហើយបន្ទាន់អញ្ចឹងទៅបាទអូខេអញ្ចឹងទោះបីខ្ចីតិចខ្ចីច្រើនអីបើសិនជាក្រុមហ៊ុនឲ្យខ្ចីគឺកត់ត្រាដូចគ្នាទេបាទទីមួយក្នុងការកត់ត្រាគឺយើងត្រូវចូលមកកន្លែង vendor យើងបង្កើតឈ្មោះបុគ្គលិករបស់យើងមកបាទឧទាហរណ៍ឈ្មោះឲ្យ parent បាទឲ្យ parent លេខទូរស័ព្ទរបស់គាត់015 65 61 88បាទអូខេអញ្ចឹងខ្ញុំបង្កើតប៉ុណ្ណឹងអញ្ចឹងខ្ញុំបានឈ្មោះមកហើយអញ្ចឹងនៅពេលដែលយើង pay គឺយើង pay តាមប្រវត្តិការយើងចំណាយធម្មតាបាទហើយលេខរៀងលេខ suite អីគឺដូចគ្នាហើយយើងជ្រើសរើសនៅគណនីរបស់យើងមកបាទគណនី cash on hand បាទអញ្ចឹង description គឺខ្ចីលុយបាទខ្ចីលុយមុនឬក៏យើងអាចពិចារណាខ្ចីប្រាក់ខែមុនបាទខ្ចីប្រាក់ខែមុនអូខេអញ្ចឹងខ្ញុំដាក់ description នេះគាត់ខ្ចីឧទាហរណ៍ថាខ្ចី250បាទអញ្ចឹងកន្លែងគណនីនេះថាតើយើងដាក់ទៅអីបាទអញ្ចឹងកន្លែងនេះគឺយើងចាប់គណនីខ្ចីលុយបាទអញ្ចឹងនៅក្នុង system យើងអាចប្រើឈ្មោះ advance salary បាទអញ្ចឹងកត់តែប៉ុណ្្នឹងមកគឺជាការស្រេចហើយទាក់ទងនឹងការ pay លុយទៅលើទឹកលុយដែលបុគ្គលិកគាត់ខ្ចីណាបាទអញ្ចឹងយើងអាចធ្វើការ print ទៅលើ payment voucher របស់យើងបានបាទគាត់ខ្ចីលុយអូខេហើយបើយើងមកមើលនៅក្នុងអឺ report របស់យើងបាទនេះខ្ញុំមើលងាយក្នុង advance salary គឺជាប់250បាទហើយវាក្បាលមួយអញ្ចឹងវានៅក្នុង balance sheet ណាបើអ្នកទាំងអស់គ្នាមកមើលនៅក្នុងអឺ financial statement របស់យើងមកមើលនៅក្នុង balance sheet គឺយើងឃើញទឹកលុយហ្នឹងនេះបាទអូខេនេះគឺ advance salary 250អូខេអញ្ចឹងនេះគឺជាការដែលយើង pay លុយសម្រាប់ទឹកលុយដែលយើងឲ្យបុគ្គលិកខ្ចីបាទសូមអរគុណ